ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកម្មវិធីមួយចង់បង្ហាញទៅអ្នកទាំងអស់គ្នាកម្មវិធីហ្នឹងគឺជាកម្មវិធី OCM ASI Builder ដែលភាគច្រើនខ្ញុំគិតថាអ្នកទាំងអស់គ្នាយើងអាចស្គាល់ច្រើនទៅលើកម្មវិធីនេះប៉ុន្តែខ្ញុំធ្វើវីដេអូនេះឡើងដោយសារតែមានគ្នាយើងមួយចំនួនគាត់សួរខ្ញុំហ្នឹងតាក់ទងទៅនឹងការប្រើប្រាស់កម្មវិធីហ្នឹងអញ្ចឹងពេលយូរយើងចូលទៅកម្មវិធី OCM ASI Builder នេះទៅចំពោះកម្មវិធី OCM ASI Builder នេះវាមានច្រើន version ហើយអានេះខ្ញុំប្រើ version នេះយូរដែរហើយ 5.3.0.2 នេះដូចជាឥឡូវដូចជាមានដល់20ហ្នឹងខ្ញុំអត់ច្បាស់ដែរណាអញ្ចឹងអ្នកទាំងអស់គ្នាអាចស្វែងរក download តាម Google ឲ្យបានព្រោះអីខ្ញុំគិតថាកម្មវិធីនេះងាយស្រួល download ហើយងាយស្រួលតម្លើងទេអត់ពិបាកអីទេសូមបញ្ជាក់ថាកម្មវិធី OCM ASI Builder នេះយើងទីមួយគឺយើងជាកម្មវិធីដែលសម្រាប់កណនីរ៉េស្តង់របស់គ្រឿងបង្គុំយើងអញ្ញថាយើងអាចកណនីបាន moment អាចកណនីបាន punching shear កណនីបាន shear កណនីបាន torsion deflection អីជាដើមហ្នឹងគឺសិតជាគ្រឿងបង្គុំនៅក្នុងបេតុងអាមេទាំងអស់អញ្ចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាក្នុងការយល់ទាក់ទងនឹង tool របស់ OCM ASI Builder នេះសិនដំបូងនេះគឺជា form ឬក៏ platform នេះយើងអត់មានអីជាច្រើនទេគ្រាន់តែដូចជា default គេមកអញ្ចឹងចំណុចទី2នេះគឺទាក់ទងទៅនឹងFletcher ឬអាចថា Flexion ហ្នឹងនិយាយចំទៅគឺការកណនី moment ទៅលើធ្នឹមយើងទៅលើ frame យើងហ្នឹងនេះវាមានពីរប្រភេទទី1គឺជាប្រភេទមុខកាត់ចតុកោណកែងហើយមួយទៀតជាមុខកាត់អក្សរតេអញ្ចឹងតើតើមុខកាត់ចតុកោណកែងហ្នឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នានៅប្រហែលជាអាចវីដេអូក្រោយទៅលើការប្រើប្រាស់ tool វានីមួយៗនិងរបៀបការកណនីរសាយដែកនៃមុខកាត់នីមួយៗនេះពួកវីដេអូនេះខ្ញុំចង់បញ្ជាក់ចង់ធ្វើឡើងដើម្បីបញ្យល់តើតើនឹង tool នេះសិនទេអញ្ចឹងខ្ញុំអត់ទាន់ចូលលម្អិតទៅដល់ការកណនីឡើយទេតបមកទៀតចូលចំណុចទី2នេះគឺតើតើទៅនឹងវាមាន shear និង torsion shear តើតើ shear នេះគឺអាចនិយាយថាជាកម្លាំងកាត់ទទឹងទៅលើគ្រឿងបង្គុំរបស់យើងអាចកណនីបានហើយមួយទៀតតើតើនឹង punching shear គឺមួយទៀតគឺចូលដល់ punching shear ហ្នឹងហើយ punching shear គឺពិចារណាយើងកណនីទៅលើភាពធ្លុះរបស់គ្រឿងបង្គុំរបស់យើងអាចនិយាយថាតើតើនឹង slab អីជាដើមប្រភេទ flex slab អីហ្នឹងយើងអាចកណនីថាបើសិនជា slab ហ្នឹងត្រូវបន្ទុកវាធ្ងន់អញ្ចឹងកន្លែងត្រូវបន្ទុកហ្នឹងវាអាចធ្លុះឬក៏អាច crack គ្រឿងបង្គុំយើងអត់អញ្ចឹងជាដើមអូខេបន្តមកទៀតគឺចូលទៅដល់ torsion អាចនិយាយថាជាកម្លាំងរមួលអញ្ចឹងក្នុងកម្មវិធីនេះយើងអាចកណនីតាម torsion ដែរតែយើងគ្រាន់តែបញ្ចូលសមត្ថកម្មទៅយើងអាចដឹងថាធ្នឹមរបស់យើងហ្នឹងត្រូវការដៃកងប៉ុន្មានអញ្ចឹងហ្នឹងហើយអ្នកទាំងគ្នាបន្ទាប់មួយទៀតគឺចូលដល់ tool service ability ដែលវាមាន2ទី1គឺ deflection control យើងត្រូវកណនីតាក់ទងទៅនឹង service តាក់ទងទៅនឹង deflection ថាភាពដាបរបស់គ្រឿងបង្គុំរបស់យើងហ្នឹងដូចជាធ្នឹមហ្នឹងឬក៏ slab ហ្នឹងវាដាប់ប្រមាណអញ្ចឹងកម្រិតអាចញ៉ាត់ដែរអត់ការដាក់ដែកហ្នឹងវាអាចជា effect មួយទៅលើការទៅដល់ភាពដាបរបស់គ្រឿងបង្គុំយើងដែរអញ្ចឹងណាអញ្ចឹងហ្នឹងចាំខ្ញុំបញ្យល់អ្នកទាំងអស់គ្នានៅវីដេអូក្រោយតមកទៀតតើនឹង crack តឹងអីហ្នឹងអាហ្នឹងក៏យើងអាចកណនីបានដែរប៉ុន្តែពីច្រើន OCM នៅក្នុងបេតុងអាមេកណនី crack នេះវាអាចនិយាយថាគេមិនសូវជាកណនីច្រើនទេណាទាំងគ្នាអាហ្នឹងអត់មានដូចជាអត់មានច្រើនទេតើនឹង crack តាមតឹងហ្នឹងហើយបន្ទាប់ចូលមួយទៀតទៅដល់ special element ហ្នឹងអាចនិយាយបានថាវាមាន2ទី1គឺមាន cobalt ទី2គឺមាន pin leg cobalt ហ្នឹងនៅក្នុងសំណង់វិស័យសំណង់យើងភាគច្រើនយើងអាចជួបទៅលើកន្លែងក្បាលអក្សរបេតុងអាមេហ្នឹងតើមកគេធ្វើ cobalt ដើម្បីត្រដូចជា warehouse ដែលគេអាចនិយាយថាដាក់ frame ដែកដាក់រ៉ៃវារត់លឿនហ្នឹងយើងអាចធ្វើ cobalt ជាលក្ខណៈអញ្ចឹងបានហើយយើងក៏អាចកណនីនៅក្នុងកម្មវិធីហ្នឹងដែរតើមួយទៀតយើងអាចនិយាយថាអាចធ្វើជា cobalt សម្រាប់គ្រឿងបង្គុំចាក់ស្រាច់អាចនិយាយថាជាប្រភេទគេធ្វើស្រាច់ចាក់ស្រាច់អញ្ចឹងយើងអាចផលិតសឬក៏អីហ្នឹងធ្វើជា cobalt អញ្ចឹងទៅតមកយើងកើង precast ធ្នឹមឬក៏ precast អីហ្នឹងទៅលើ cobalt ហ្នឹងហ្នឹងហើយតែខ្ញុំបង្ហាញដូចជាបង្ហាញរូបអ្នកទាំងអស់គ្នាងាយស្រួលយល់តិចតើទៅនឹងcobalt ហ្នឹងនេះអ្នកទាំងអស់គ្នាតើទៅនឹង cobalt ហ្នឹងគឺទី1គឺខ្ញុំចង់និយាយចំណុចដំបូងហ្នឹងគឺនេះដូចនេះជាប្រភេទ warehouse គេអញ្ចឹងឃ្លាំងគេអញ្ចឹងគេធ្វើគេចាក់សសរឡើងមកតមកដើម្បី
វាមានរ៉ៃអាចជាមានរ៉ៃរត់អញ្ចឹងដោយសារតែកន្លែងឃ្លាំងគេមានម៉ាស៊ីនដែលចល័តលើកអីមួយអញ្ចឹងគេធ្វើរ៉ៃហ្នឹងធ្វើតសហ្នឹងមាន cobel ហ្នឹងដើម្បីត្រូវជើងរ៉ៃរបស់គេហ្នឹងហើយមួយទៀតនេះគឺតាក់ទងទៅនឹងនេះដែលខ្ញុំនិយាយថា precast ហ្នឹងយើងអាចចាក់ជា cobel ហ្នឹងដើម្បីត្រូវធ្នំជា precast ហ្នឹងណាអានេះគឺជា plank slab អ្នកទាំងគ្នាដែលគេចាក់នៅទីតាំងនៅរោងចក្រតមកគេតម្លើងនៅការដ្ឋានហ្នឹងគេហៅថា plank slab ឬក៏ precast slab អូខេអានេះតាក់ទងនឹង cobel មានប៉ុណ្្នឹងទេបន្តមកទៀតចូលទៅដល់នេះ beam leg នេះ beam leg នេះគឺអាចនិយាយថាការនេះ beam ដែលលយចេញរៀងអក្សរ L នឹងជាដើមចំពោះនៅក្នុង structure យើងអាច apply ពពួកហ្នឹងទៅលើដូចជាកន្លែងអង្គុយនៅកន្លែងអង្គុយនៅតាក់ទងនឹង start អីហ្នឹងយើងអាចdesign ជាលក្ខណៈ beam L នេះបានខ្ញុំនឹងមានរូបភាពបង្ហាញដូចអ្នកទាំងអស់ឲ្យអ្នកទាំងអស់គ្នាមើលដែរនេះអ្នកទាំងអស់គ្នានេះកន្លែងអង្គុយនេះគឺយើងចាក់ beam ជាអក្សរ L ចាក់ beam ជាអក្សរ L ហ្នឹងលើកទៅដាក់វាអាចជាលក្ខណៈជា precast beam ក៏បានដែរហ្នឹងយើងអាចចាក់នៅរោងចក្រទៅយើងតោះមកយើងលើកទៅឡើងនៅការដ្ឋានរបស់យើងនេះនៅក្នុងរូបវាដូចជាតាមខ្ញុំដឹងដូចជាកន្លែងអង្គុយនៅ start ស្វ័យរៀងអ្នកទាំងគ្នាគេចាក់ beam ជាអក្សរ L នេះដែរ beam នឹងដែរនេះស្ទាក់ទៅនឹង start ចាស់យើងអ្នកទាំងគ្នា start ចាស់នេះអានេះកន្លែងគេអត់ចាក់ជា L ទេគេចាក់ជាប្រទេសបេតុងក្រាស់ចឹងតោះមកលើកមកបន្ទប់មកនៅលើធ្នឹមមេរបស់គេមួយតែធ្នឹមគេធ្វើជាកម្មចដាអញ្ចឹងគេលើកជាបន្ទប់អានេះក៏ខ្ញុំបញ្យល់អ្នកទាំងគ្នាថាវាមិនមែនជាអក្សរ L ទេវាលក្ខណៈដូចជា slab ដែរយើងអាចចាក់លើកយកមកដាក់អញ្ចឹងវាស្តៀងយើងអាចកណនីថាគិតវាជា slab ឬក៏ជា beam ក៏បានដែរអូខេនេះខ្ញុំអត់មានច្រើនទេតែទៅនឹងចំណុច beam leg នេះនឹងចូលម្ដងមួយទៀតតទៅនឹងការកណនីជើងតាំងនេះគ្រឹះរាក់យើងអាចនិយាយថាគ្រឹះរាក់កណនីគ្រឹះរាក់អញ្ចឹងណាវាមានជើងតាំងតែជើងតាំងហ្នឹងយើងមានពីរប្រភេទទី1គឺ concentric ហើយមួយទៀត eccentric concentric នេះគឺចង់និយាយតទៅនឹងប្រភេទ structure ដែលយើងមានបន្ទុកទៅលើជើងតាំងយើងលក្ខណៈជាបន្ទុកត្រង់ចំណុចណាមួយពីលើមកអ្នកទាំងគ្នាវាអត់មានបង្កោងមុំម៉ងអីទេនៅកន្លែងគោលតម្ររបស់យើងហ្នឹងហើយគ្រាន់តែវាមានកម្លាំងកាត់តឹងណាមួយនេះពេលហានេះអាចនិយាយថាជាកម្លាំងតាមទិសដេកបុកទៅលើសសររបស់យើងឬអាចនិយាយថាជាស្តាំកលឹមហ្នឹងអញ្ចឹងតមកមួយទៀតគឺតទៅនឹង eccentric នេះគឺវាស្តៀងនឹងមិញដែរអ្នកនរនេះគាត់ថានេះវាមានបង្កោងដោយតាមមុំម៉ងអានេះយើងអាចកណនីបានថាលក្ខណៈថាវាអត់បាន biaxial ទេវាបានថាទិសអ្នកនរនេះ biaxial ហ្នឹងគឺមានថាកណនីវាមាន mx omega ចូលអញ្ចឹងណាយើងអាចកណនីបានថាទិសមកទិសទេអស់ហើយកណនីគ្រឹះរាក់វាមានពេទ្យជើងតាំងចូលមកទៀតគឺតទៅនឹង pal cap តទៅនឹងគ្រឹះជំរឿអញ្ចឹងនៅក្នុងនេះយើងអាចកណនីចាប់ពី2ដើម3ដើម4ដើម5ដើមហើយនឹងអានេះយើងអាចច្រើនដើមទៅអាច6ឬក៏8ដើមដែលលក្ខណៈជា2ជួរអ្នកទាំងអស់គ្នាជា2ជួរជាអាចកណនីបានអញ្ចឹងវាអាចករណីយើងអាចលក្ខណៈថាកណនីបានទិសដេកយើងមានតែ2ទេតែទិសឆ្វេងយើងអាចមានដល់ n យ៉ាងកណនីដល់ n អានេះគេអាចដាក់ដល់ n ប៉ុន្តែខ្ញុំអត់ដែរសាកថា n ហ្នឹងតម្លៃប៉ុណ្ណាដែរអ្នកទាំងអស់គ្នាចាំអ្នកទាំងអស់គ្នាអាចសាកមើលបានទៅនឹងការកណនីជើងតាំង pal cap ហ្នឹងដែលជាលក្ខណៈគ្រឹះជំរឿមានគ្រឹះវែងហ្នឹងអាហ្នឹងវាទាំងអស់វាអត់ខុសគ្នាច្រើនទេអ្នកគ្នាក្នុងការប្រើប្រាស់នោះវាអញ្ចឹងដូចជាវីដេអូនេះដូចជាខ្ញុំអត់មានអីច្រើនទេគឺខ្ញុំចង់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺខ្ញុំចង់និយាយពី tool របស់វានីមួយៗដើម្បីអ្នកទាំងអស់គ្នាយល់ថាតើ tool ហ្នឹងយើងប្រើទៅលើអីបានខ្លះអញ្ចឹងណាហ្នឹងហើយដូចជាអស់ហើយអ្នកទាំងអស់គ្នានឹងជួបគ្នាអាចនៅវីដេអូក្រោយហើយសូមអធិស្ឋានផងបើសិនជាមានកន្លែងណានិយាយទៅវាអាចខុសឬក៏លើសលួសអីអញ្ចឹងខំថាអ្នកទាំងអស់គ្នានឹងអធិស្ឋានព្រោះខ្ញុំគិតថានេះគាត់ជាចំណេះដឹងមួយផ្នែកទៅដែលខ្ញុំមានចង់ចែករំលែកទៅអ្នកទាំងអស់គ្នាអញ្ចឹងអូខេជួបគ្នានៅវីដេអូក្រោយទៀត